ជំរាបសួរនាងខ្ញុំជាបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះខ្ញុំសូមលើកយក topic មួយពីបញ្ហានៃការមុំទឹកដោះគោច្រើនពេកជាពិសេសចំពោះក្មេងអាយុ toddler គឺអាយុពី1ទៅ3ឆ្នាំដោយសារតែខ្ញុំបានជួបជាមួយនឹងកូនក្មេងគាត់អាយុ toddler ហ្នឹងគឺអាយុប្រហែលជា1ឆ្នាំជាងទើបតែចេះដើរទេតាហ្នឹងគឺគាត់មុំទឹកដោះគោច្រើនមែនទែនគាត់មុំអាចថាមួយថ្ងៃជិត2លីត្រហើយគាត់អត់សូវញ៉ាំអាហារផ្សេងខាងក្រៅទេអញ្ចឹងបានជាខ្ញុំធ្វើជា topic នេះឡើងគឺចំពោះ toddler ដែលគាត់មុំទឹកដោះគោច្រើនតើគាត់ប្រឈមជាមួយនឹងបញ្ហាអ្វីខ្លះបញ្ហាប្រឈមទី1ដែលយើងឃើញហ្នឹងគឺបញ្ហាកង្វះជាតិដែកដោយសារតែទឹកដោះគោជាទូទៅគឺមានជាតិដែកតិចតួចណាស់យ៉ាងទៀតជាតិកាល់ស្យូមនិងកាសេអ៊ីនខ្ពស់នៅក្នុងទឹកដោះគោហ្នឹងគឺវាអាចរំខានទៅដល់សមត្ថភាពរបស់រាងកាយនៅក្នុងការបឺតស្រូបជាតិដែកពីអាហារផ្សេងផងដែរអញ្ចឹងធ្វើឲ្យក្មេងដែលគាត់មុំទឹកដោះគោគាត់អាចប្រឈមជាមួយនឹងបញ្ហានេះចំពោះកុមារខ្លះទឹកដោះគោគឺវាអាចធ្វើឲ្យមានបញ្ហារលាកស្រទាប់ពោះវៀនតិចដែលធ្វើឲ្យមានការហូរឈាមតិចនៅក្នុងពោះវៀនចឹងយូរទៅអាការបាត់បង់ឈាមតិចតួចនោះគឺវាអាចរួមចំណែកទៅដល់បញ្ហាខ្វះជាតិដែកហើយនិងភាពស្លេកស្លាំងផងដែរបញ្ហាប្រឈមទី2គឺការទល់លាមកដោយសារតែដោះគោគឺវាសម្បូរទៅដោយកាល់ស្យូមនិងប្រូតេអ៊ីនប៉ុន្តែมันមានជាតិសរសៃទេអញ្ចឹងវាធ្វើឲ្យមានបញ្ហាទល់លាមកចំពោះក្មេងអាយុtoddler ខ្លះបញ្ហាប្រឈមទី3ដោយសារតែគាត់ញ៉ាំទឹកដោះគោច្រើនអញ្ចឹងធ្វើឲ្យគាត់ញ៉ាំអាហារផ្សេងតិចឬមួយក៏រើសចំណីយូរទៅគឺវាអាចឲ្យមានអតុល្យភាពអាហារូបត្ថម្ភហើយនឹងមានបញ្ហាទាក់ទងជាមួយនឹងការលូតលាស់ផងដែរបញ្ហាទី4ដែលប្រឈមគឺបញ្ហាធាត់ឬមួយក៏លើសទម្ងន់ទឹកដោះគោគឺវាសម្បូរទៅដោយកាឡូរីខ្ពស់អញ្ចឹងការដែលគាត់ផឹកច្រើនពេកគឺវាអាចឲ្យមានជាបញ្ហាលើសទម្ងន់ឬមួយក៏ធាត់ជាអនុសាសន៍សម្រាប់កុមារដែលគាត់ទើបតែចេះដើរទេតាគឺអាយុ toddler ពី1ឆ្នាំទៅ3ឆ្នាំហ្នឹងគឺយើងត្រូវកំណត់ការទទួលទានទឹកដោះគោគាត់ត្រឹមតែ500 មីលីលីត្រទៅ700 មីលីលីត្រក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយគួរតែលើកទឹកចិត្តឲ្យគាត់មានរបបអាហារផ្សេងខាងក្រៅវិញរបបអាហារដែលមានតុល្យភាពដែលសម្បូរទៅដោយជាតិដែកសម្បូរផ្លែឈើបន្លែនិងគ្រាប់ធញ្ញជាតិឲ្យបានគ្រប់គ្រាន់វិញទើបជាប្រសើរសម្រាប់ការលូតលាស់របស់គាត់